Mỗiជីវិតមនុស្សប្រសិនបើអ្នកអាចយល់ដឹងពីគោលការណ៍ជីវិតទាំង6នេះនៅអាយុ40ឆ្នាំអ្នកនឹងរស់នៅដោយសុភមង្គលបំផុត 1. មួយជីវិតមនុស្សគ្មានអ្វីលើសពីធ្វើជាមនុស្សឲ្យអស់ពីចិត្តធ្វើការឲ្យអស់ពីកម្លាំងទទួលយកដោយក្តីរីករាយបាត់បង់ដោយមិនសោកស្ដាយប្រឹងដណ្ដើមយកអ្វីដែលត្រូវតែបាននិងទទួលយកអ្វីដែលកើតឡើងដោយធម្មជាតិកុំច្រណែននឹងជីវិតអ្នកដទៃទោះបីល្អអស្ចារ្យយ៉ាងណាក៏មិនល្អដូចជាការសុំលំមដែរមានតែជីវិតដែលសមស្របនឹងខ្លួនឯងទេដែលល្អបំផុតបើមានលុយត្រូវរស់នៅឲ្យល្អបើគ្មានលុយត្រូវរក្សាអារម្មណ៍ឲ្យល្អ 2. ទំនាក់ទំនងណាក៏ដោយនៅពេលដល់ទីបញ្ចប់គឺគ្រាន់តែជាការជួបគ្នាម្ដងប៉ុណ្ណោះអ្នកដែលមានចិត្តនឹងមានការនឿយហត់អ្នកដែលគ្មានចិត្តនឹងមិនខ្វល់ខ្វាយអ្វីទាំងអស់មាននិស្ស័យទើបជួបគ្នាអស់និស្ស័យទើបបែកគ្នាបើថ្ងៃណាមួយចំណងមិត្តភាពត្រូវបានប្រើអស់ហើយត្រូវប្រគល់ខ្លួនឯងទៅឲ្យខ្លួនឯងវិញប្រគល់អ្នកដទៃទៅឲ្យគេវិញឲ្យផ្កាคล้ายជាផ្កាឲ្យដើមឈើคล้ายជាដើមឈើចាប់ពីពេលនោះទៅយើងដើរតាមផ្លូវផ្សេងគ្នាហើយលែងជួបគ្នាទៀត 3. មិនត្រូវបោះបង់ការជួបមិនត្រូវនិយាយពីកំហុសគ្រប់យ៉ាងគឺជាការរៀបចំដ៏ល្អបំផុតរបស់ព្រះចិត្តចេញមកពីឆន្ទៈរឿងដែលកន្លងផុតទៅគ្មានការសោកស្ដាយមនុស្សដែលពិតជាខ្លាំងពូកែមិនមែនបំភ្លេចទេប៉ុន្តែគឺការទទួលយកថាគ្មានអ្វីប្រកបវិជ្ជាទទួលយកការបែកគ្នាទទួលយកភាពឯកានិងបរាជ័យទទួលយកការព្រួយបារម្ភដែលកើតឡើងភ្លាមទទួលយកការភ័ន្តច្រឡំនិងការសោកស្ដាយក្រោយពេលដែលមិនបានត្រៀមទុកទទួលយកភាពមិនល្អឥតខ្ចោះរបស់ខ្លួនឯងទទួលយកភាពមិនពេញលេញនៃជីវិត 4. មនុស្សមកកាន់លោកនេះមិនមែនគ្រាន់តែដើម្បីបន្តពូជនោះទេប៉ុន្តែគឺដើម្បីទទួលបទពិសោធន៍ជីវិតមើលកំសាន្តរដូវខែនីមួយៗទស្សនាព្រះអាទិត្យរះនិងលិចទស្សនាផ្ការីកនិងរុះរោយជីវិតខ្លីណាស់ត្រូវញញឹមឲ្យផ្អែមល្ហែមអ្វីដែលដេញមិនទាន់ត្រូវលែងដេញអ្វីដែលចាប់មិនបានត្រូវលែងចាប់អ្វីដែលមើលមិនចូលភ្នែកត្រូវលែងមើលអ្វីដែលមិនមែនជារបស់ខ្លួនត្រូវលែងយក 5. មួយជីវិតមនុស្សរសជាតិផ្អែមល្ហែមល្វីងជូរចត់ដែលអ្នកត្រូវភ្លក់និងមិនអាចខ្វះមួយណាបានឡើយដូច្នេះអ្នកត្រូវមានសមត្ថភាពបិទទំព័រចាស់ចោលរឿងរ៉ាវជាច្រើនក្នុងជីវិតបើអ្នកមិនព្រមលះបង់វានឹងក្លាយជាគុកសម្រាប់ដាក់ខ្លួនឯងទោះជីវិតបែបណាត្រូវតែជឿជានិច្ចថាគ្មានរដូវរងាណាដែលមិនអាចឆ្លងផុតហើយគ្មានរដូវផ្ការីកណាដែលនឹងមិនមកដល់ដែរ 6. ការធ្វើជាមនុស្សមិនចាំបាច់ត្រូវបន្ទោសអ្នកណាទេទោះជាទំនាក់ទំនងបែបណាបើចូលចិត្តគ្នាក៏រស់នៅជាមួយគ្នាឲ្យបានល្អបើមិនចូលចិត្តគ្នាគឺនៅឲ្យឆ្ងាយពីគ្នាគំនិតខុសគ្នាមិនចាំបាច់បង្ខំឲ្យចូលគ្នាទេជីវិតដែលនៅសល់មានតម្លៃណាស់កុំខ្ជះខ្ជាយកុំខ្វល់ខ្វាយនឹងរឿងមិនសំខាន់ជាមួយមនុស្សសំខាន់កុំខ្វល់ខ្វាយនឹងរឿងសំខាន់ជាមួយមនុស្សមិនសំខាន់ការស្គាល់ច្បាស់មិនល្អដោយស្គាល់ពិតការមើលឃើញធ្លុះមិនល្អដូចមើលឃើញរយៈខ្លឹមសារនៃជីវិតគឺមនុស្សម្នាក់រស់នៅកុំរំពឹងច្រើនពេកពីអ្នកដទៃកុំប្រញាប់សូមសន្សំអ្វីនឹងប្រសើរឡើងអ្នកគ្រាន់តែមើលថែខ្លួនឯងឲ្យបានល្អចុងក្រោយការបណ្ដុះចិត្តគឺជាអាវុធចាំបាច់ដើម្បីទទួលបានសុភមង្គលក្នុងជីវិតបណ្ដុះចិត្តធ្វើឲ្យចិត្តស្ងប់ថែរក្សាចិត្តបើអាចឆ្លងផុតដំណាក់កាលទាំង3នេះនោះនឹងក្លាយជាភាពរីករាយសម្រាប់ខ្លួនឯងនិងអ្នកដទៃ